សួស្តីបងប្អូនខាងសំណង់ទាំងអស់គ្នាថ្ងៃនេះមានពាក្យមួយចង់ចែករំលែកនៅពេលដែលយើងចង់បញ្ចូលរងការ៉ូឬក៏រងឥដ្ឋកសែងណាពេលដែលយើងវាយឥដ្ឋកសែងរួចហើយយើងចង់បញ្ចូលរងអញ្ចឹងតើពាក្យរងហ្នឹងឬក៏ការបញ្ចូលរងហ្នឹងភាសាអង់គ្លេសគេថាម៉េចអញ្ចឹងភាសាអង់គ្លេសគេថា Thai grouting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  ហ្នឹងគឺមានន័យថាយើងបញ្ចូលរងការ៉ូហ្នឹងហើយជាទូទៅការងាររៀបចំការ៉ូមិនថាការ៉ូបាតការ៉ូបន្ទប់ទឹកឬក៏ការ៉ូអញ្ចាំងឬក៏ឥដ្ឋកសែងទេនៅពេលដែលយើងរៀបចំរួចហើយយើងតែងតែបញ្ចូលរងអញ្ចឹងតកតងការងារហ្នឹងគេហៅថា Thai grouting អូខេរៀងរាល់ថ្ងៃចែករំលែកមួយពាក្យអរគុណវីដេអូនេះគ្រាន់តែចង់បង្ហាញពីសកម្មភាពនៃការបញ្ចូលរងការ៉ូដែលភាសាអង់គ្លេសយើងហៅថា Thai grouting Thai grouting Thai grouting ការងារបញ្ចូលរងការ៉ូសូមអរគុណសូមទស្សនាដោយរីករាយ